ធ្លាប់តែទិញជ្រក់ត្រសក់គេញ៉ាំលើកទី1ឯងបងប្អូនដែលខ្ញុំមករៀនធ្វើជ្រក់ត្រសក់ញ៉ាំខ្លួនឯងណា Mà sao tôi gọi rất nàyសម្រាប់ទឹកសក់ខ្ញុំមាន1គីឡូហើយខ្ញុំយកទឹកសក់ស្រូវណាបងប្អូនហើយខ្ញុំមានខ្ទឹមក៏ដូចជាម្ទេសអាចសាត់យកម៉ាលីផងដែរជាដំបូងនឹងខ្ញុំរៀបទឹកសក់ដាក់ចូលទៅក្នុងកឡសិនតាមមកទៀតខ្ញុំដាក់ខ្ទឹមក៏ដូចជាម្ទេសចូលទៅពេលកដាលទៅខ្ញុំដាក់ទឹកសក់ចូលទៅបន្ថែមទៀតបើខ្ញុំមកដាក់អញ្ចឹងទៅគឺខ្ញុំរៀបទឹកសក់ក៏ដូចជាខ្ទឹមរៀបអត់អស់ទេប៉ុន្តែបើខ្ញុំដាក់ម្ដងពេលកដាលគឺរៀបអស់ត្មងគឺពេញមួយកែវល្មមប៉ែតមកទៀតនឹងខ្ញុំបានយកស្ករត្នោតយកវាមកកូរដើម្បីវាឡើងជើងក្រងឬក៏វាឡើងក្រហមបន្តិចណាបន្ទាប់ពីឡើងក្រហមមើលទៅរៀងឡើងជើងក្រងហើយទៅខ្ញុំចាក់ទឹកចូលសម្រាប់ទឹកខ្ញុំដាក់រៀងច្រើនតិចបងប្អូនដែលថាខ្ញុំប៉ាន់ស្មានទឹកអត់ត្រូវណាប៉ុន្តែអំបិលគឺយើងត្រូវប្រើជាមួយនឹងអំបិលក្រួសតមកទៀតហ្នឹងខ្ញុំបានកូរវាឲ្យចូលសព្វសាច់គ្នាហើយទៅខ្ញុំលើកទឹកដែលដាំពុះហ្នឹងយកមកចាក់នៅក្នុងកឡបដោយសម្រាប់បរិមាណទឹកហ្នឹងគឺវានៅសល់បន្តិចមិនជាច្រើនណាស់ទេតមកទៀតខ្ញុំបានយកគម្របយកមកគ្របហើយខ្ញុំទុកវារយៈពេលចូល2ទៅ3ថ្ងៃបងប្អូននឹងវាជូរជារួមទៅជក់ទៅសក់ទៅរៀងជូរបន្តិចទៅវាឆ្ងាញ់ប៉ុន្តែបើនិយាយពីរសជាតិវិញអំបិលហ្នឹងខ្ញុំប្រើរៀងតិចទៅពេលចឹងទៅវារៀងសាបណាមិនអីទេបងប្អូនយើងអាចយកទៅលាយគ្រឿងថែមក្រៅទៀតបានណាប៉ុន្តែបើជូរវានៅស្ទើរបន្តិចដោយសារតែខ្ញុំធ្វើរៀងថ្ងៃហើយបងប្អូនបើសិនជាបាន3ថ្ងៃពេញគឺថាជូរល្មមឆ្ងាញ់តែមិនអីទេបងប្អូនស្នាដៃលើកទី1គ្រាន់បើដែរហ្នឹងណាលើកទឹកចិត្តខ្លួនឯងហើយនេះបងប្អូនដោយសារវារៀងស្ទើរគ្រឿងចឹងទៅខ្ញុំបន្ថែមគ្រឿងនៅខាងក្រៅបានណាមើលតែរៀងកោខ្ញុំបន្ថែមទឹកបន្តិចទៀតមកគឺថាតំណងដែរតែបងប្អូនរសជាតិខ្លួនឯងណាហើយយើងបានដាក់ខ្ទឹមដាក់ម្ទេសនៅក្នុងនឹងរសជាតិការស្រាច់នេះយើងញ៉ាំជាមួយនឹងត្រីចៀនមកគឺថាមានអីឆ្ងាញ់ណាស់តាយល់ទៅមហោធ្វើខ្លួនឯងត្រូវលើកទឹកចិត្តខ្លួនឯងmà đã được